ឥឡូវនេះយើងចូលដល់ការសរសេរសាច់រឿងអញ្ចឹងថ្ងៃនេះយើងមករៀនពីការសរសេរសាច់រឿងដោយប្រើប្រាស់ concept ផ្ទាល់ខ្លួនគុណសម្បត្តិនៃការសរសេរសាច់រឿងដោយប្រើប្រាស់គំនិតផ្ទាល់ខ្លួនរបស់យើងគឺធ្វើឲ្យសាច់រឿងរបស់យើងគឺមានអត្ថន័យនិងគុណតម្លៃជាក់លាក់វាខុសគ្នាពីការសរសេរសាច់រឿងដោយប្រើប្រាស់ AI ទាំងស្រុងដែលបង្កការស្ប៉ាមបាទឥឡូវយើងមកមើលពីការបង្កើតសាច់រឿងទាំងអស់គ្នាជាដំបូងអ្នកគ្នាចូលមកកាន់ ChatGPT បន្តមកទៀតអ្នកគ្នាត្រូវតែមាន script ដែលជាគោលគំនិតរបស់អ្នកគ្នាឥឡូវខ្ញុំចូលទៅ copy script ដែលខ្ញុំបានរៀបចំបន្តមកទៀតអ្នកគ្នាធ្វើការផាសនៅ concept របស់អ្នកគ្នាចូលមកអញ្ចឹងចំពោះ concept នេះគឺអ្នកគ្នាត្រូវតែសរសេរវាជាគោលមកដូចឧទាហរណ៍នេះគឺខ្ញុំឲ្យ ChatGPT សរសេរសាច់រឿងដោយប្រើប្រាស់ concept មួយចំនួនខាងក្រោមនេះបាទអញ្ចឹងយើងរៀបរាប់មក concept យើងមានអីខ្លះអញ្ចឹងយើងបង់លេខមកបាទមួយទៀត concept របស់យើងមិនចាំបាច់សរសេរក្បោះក្បាយទេយើងសរសេរត្រួសមកបាទដូចជា script របស់ខ្ញុំនេះផ្ដើមពីព្រះសង្ឃមួយនិងនាគបានជួយទារកមួយទារកនោះបានរៀនសិលសាស្ត្រក៏ដូចជាមន្តវិជ្ជាការពីព្រះសង្ឃបន្ទាប់មកក៏សុំលាព្រះសង្ឃទៅរកអំដែពុកនៅក្នុងស្រុកវឹកវរដោយមេចៅមួយដែលមានមន្តវិជ្ជាការខ្លាំងពូកែផ្ទះរបស់ស្ត្រីត្រូវបានប្លន់កូនក្រមុំរបស់ស្ត្រីត្រូវបានចោទដេញចាប់ហើយតួអង្គប្រុសក៏បានជួយតួអង្គស្រីតួអង្គប្រុសបានប្រយុទ្ធគ្នាជាមួយនឹងមេចៅបន្ទាប់មកតួអង្គប្រុសបានយកជ័យជំនះក្រោយមកទៀតតួអង្គប្រុសបានរស់នៅជាមួយតួអង្គស្រីបាទអញ្ចឹងបន្តមកទៀតអ្នកគ្នាចង់ឲ្យវាធ្វើអីទៀតបាទបន្ទាប់ពីរៀបរាប់ត្រួសហើយអ្នកគ្នាចង់ឲ្យវាធ្វើអីទៀតដូចនៅកន្លែងនេះខ្ញុំចង់ឲ្យ ChatGPT បង្កើតឈ្មោះតួអង្គនឹងជាលក្ខណៈបែបខ្មែរបុរាណបើសិនបើអ្នកគ្នាចង់បន្ថែមនៅចំណុចអីផ្សេងទៀតដូចជាកន្លែងនេះខ្ញុំចង់ឲ្យបង្កើតនៅមនោចេតនារវាងតួអង្គប្រុសនិងតួអង្គស្រីអញ្ចឹងខ្ញុំសរសេរបន្ថែមមកបាទបន្ទាប់ពីយើងធ្វើការសរសេររួចរាល់អស់ហើយគឺយើងអាចធ្វើការចុច generate បានអញ្ចឹងនៅពេលនេះវាបានបង្កើតសាច់រឿងរបស់យើងដោយវារៀបរាប់ជាឈ្មោះហើយព្រះសង្ឃមានឈ្មោះអីតួអង្គរបស់យើងមានឈ្មោះអីសេដ្ឋីមានឈ្មោះអីសូម្បីតែមេចៅហ្នឹងក៏វាដាក់ឈ្មោះឲ្យដែរបាទអញ្ចឹងនៅក្នុងនេះគឺយើងឃើញថាសាច់រឿងរបស់យើងគឺមានលក្ខណៈលម្អិតខ្លាំងដោយវាចាប់ផ្ដើមពីការរៀបរាប់ពីដំណើរដើមទងទៅបាទអញ្ចឹងដំណើរដើមទងវាចាប់ផ្ដើមពីណាទៅវាសរសេរប្រាប់យើងហើយសូម្បីតែការសន្ទនាគ្នារវាងតួអង្គក៏វាធ្វើការសរសេរឲ្យយើងដែរបាទដូចនេះកន្លែងនេះអញ្ចឹងបាទការសន្ទនារវាងតួអង្គក៏វាបន្ថែមឲ្យយើងនៅក្នុងហ្នឹងអញ្ចឹងអ្នកនរគ្នាមុននឹងយកសាច់រឿងនឹងទៅបង្កើតជារឿងអ្នកគ្នាត្រូវតែមើលសាច់រឿងនឹងឲ្យយល់ជាមុនសិនណានៅពេលដែលអ្នកគ្នាបានមើលយល់អស់ហើយយើងអាចបង្កើតវីដេអូទៅតាមសាច់រឿងនឹងឬក៏យើងយកចំណុចកាត់ចំណុចសំខាន់ទៅធ្វើការបង្កើតចេញជាវីដេអូបាទអញ្ចឹងយើងឃើញថារឿងរបស់យើងវាមានភាគវាបាទមានភាគ1ភាគ2រហូតដល់ភាគបញ្ចប់អញ្ចឹងក្នុងភាគនីមួយៗវាសរសេរលម្អិតខ្លាំងបាទមិនថាសកម្មភាពរបស់តួអង្គមិនថាការសន្ទនាអីគឺវាដាក់នៅក្នុងនឹងទាំងអស់បាទអញ្ចឹងយើងឃើញថាសាច់រឿងរបស់យើងមើលទៅវាល្អវែងហើយវាលម្អិតជាងសាច់រឿងដែលយើងបង្កើតដោយ AI ទាំងស្រុងមុននឹងយកសាច់រឿងទាំងអស់នេះទៅធ្វើការផលិតជាវីដេអូព្រាងអ្នកទាំងអស់គ្នាត្រូវតែមើលសាច់រឿងនឹងឲ្យយល់សិនបាទអញ្ចឹងឥឡូវខ្ញុំចូលមកដល់វីដេអូព្រាងនៅក្នុងវីដេអូព្រាងនេះគឺខ្ញុំធ្វើដោយអត់ទាន់បានដាក់ចេញជាសំឡេងទេរួមទាំង soundtrack អីគឺអត់ទាន់បានដាក់ទេបាទអញ្ចឹងនៅពេលដែលយើងដឹងសាច់រឿងយើងច្បាស់ថាសាច់រឿងយើងផ្ដើមពីណាទៅណាមានតួអង្គអីខ្លះហើយបញ្ចប់ដោយរបៀបណាអញ្ចឹងនៅពេលដែលយើងដឹងច្បាស់ពីសាច់រឿងក៏ដូចជាតួអង្គយើងច្បាស់លាស់ហើយគឺយើងអាចបង្កើតវីដេអូនឹងដោយគំនិតផ្ទាល់ខ្លួនតែម្ដងបាទអញ្ចឹងយើងអត់ចោលគំនិតទេនៅពេលដែលយើងចង់ធ្វើការ generate ចេញជារូបភាពឬក៏ចេញជាវីដេអូកត្តានេះហើយដែលធ្វើឲ្យសាច់រឿងដែលបង្កើតឡើងដោយ concept របស់យើងនឹងគឺវាមានលក្ខណៈប្លែកពីគេហើយវាមានលក្ខណៈខុសគ្នាជាមួយនឹងសាច់រឿងដែលបង្កើតឡើងដោយប្រើ AI ទាំងស្រុង
បាទអញ្ចឹងនៅមេរៀនក្រោយទៀតខ្ញុំនឹងបង្ហាញអំពីរបៀបនៃការបង្កើត soundtrack បែបភាពយន្តក៏ដូចជាការសរសេរព្រមដើម្បីឲ្យវីដេអូយើងវាចេញមកវាមានគុណភាពល្អ